สอบบ้านแบบ20 กิโลสรุปบ้าน11 กิโล24 กิโลว่าให้เงียขอกนี่ต้องเอาเสมาหมอปอนเนี่ยคือเรียงกายกอดขอกนี่ต้องหมอปอนเนี่ยบูเนี่ยอัพมีเปลเลียเนี่ยหรือวูคลั่งบอกโลมาอ่ะมีซัวเนี่ยนี่จัดดอกไข่ก็ได้เลยเนาะนี่จัดดอกไอ้คือดอกไข่ก็ได้เลยจังแนวที่ผมพลิกไทยสุขภาพของเราเนี่ยโดยการยำตะไคร้บานเฉินเนาะนี่là bởi để xa sẽ cho phép nó không luôn bao dương là mũi cầm ao dương sặc luôn đó dương cái này dương nhắm tật ban ฉินđóคือช่วยดอสลายกายขังขนมdương banเฉินมันเต้นจังจะโตอยู่บนการสมองกับโลเนี่ยเนาะนี่คอมเพล็กdươngจัดดอกโจหนังขมายจังngười dạng về nhưng sao về chở nó sao về đập ngày chiên tiếng không dân dân ai một lỗ bị 2 kg tới 7 kg dân vi ai thưa dân play dân bẹt cái ai sát ba chuyên môn dân thọ thủ sát thấy cái nào nè hay còn chui ở dân xẻ luôn chuyên môn ở sơ tăng tay ở sơ bẹt cái ai tới vì hiện tăng cái này là con lươn lỗ con đằng này dân ca sầm mọt lỗ nào thì nhung chọn cái này thì tầm mơ là thọ sơ để dân sầm mọt lỗ muốn trôi thằng không ai môi ta hello Sục Ria Hello yeah ยุคมันชนะไหมก่อนยังมาอยู่ดับผมมวยชนะ ดับผมมวยถ้าเลยสอบบ้านกิโลยังสอบบ้านแบบ20 กิโลhello quick hello สอบบ้านกิโลสรุปบ้าน11 กิโล11 กิโล hello Ricky hello Ricky ở CampuchiaกิโลมันCampuchia nhóm 106 បង106បាទហើយឥឡូវប៉ុន្មានគីឡូឥឡូវ82សក់អស់ប៉ុន្មានគីឡូហើយសក់24 គីឡូវ៉ាហើយកូនដែរសក់ចាំបានប៉ុន្មានគីឡូ10 គីឡូតែខ្ញុំនៅសល់ប្រហែលជា6 7 គីឡូ1 7 គីឡូអូខេណ៎នេះឃើញពួកគាត់នៅចឹងណ៎នេះការសម្រគីឡូមានច្រើនសន្តានមែនទេណ៎នេះព្រោះដោយសាររាងកាយមនុស្សយើងអត់ដូចគ្នាខុសគ្នាទាំងអស់សិស្សមក1000នេះគឺរាងកាយគាត់ខុសគ្នាទាំង1000នេះមូលហេតុហ្នឹងឯងដែលខ្ញុំបើកប្រឹក្សា free មានន័យថាខ្ញុំអត់យកលុយគាត់ទៅទៅមានការសម្រគីឡូហ្នឹងណាបន្ទាប់មកយើងមើលទៅតាមរាងកាយរបស់គាត់សម្រគីឡូបែបណាព្រោះការសម្រគីឡូអត់ដូចគ្នាទេអ្នកនរនេះឃើញអ្នកខ្លះគាត់គាំងគីឡូគាត់ check អ៊ីនធឺណិតគាត់បង្អត់អាហារហើយគាត់ញ៉ាំថ្នាំដែលបំផ្លាញសុខភាពគាត់អីហ្នឹងហើយសម្រគីឡូយើងមិនចាំដល់ថ្នាក់យកគ្រឿងក្នុងយើងទៅដោះដូរអញ្ចឹងទេការសម្រគីឡូនេះគឺបើសិនជាយើងដឹងណាយើងត្រូវយើងដូចយើងឈឺយ៉ាងណានេះខ្ញុំឧទាហរណ៍មួយដូចខ្ញុំបើសិនជាខ្ញុំឈឺអត់ថាខ្ញុំគ្រុនពវៀនគ្រុនក្តៅគ្រុនអីចុះខ្ញុំត្រូវទៅពេទ្យហើយខ្ញុំឲ្យពេទ្យតាមអាការៈខ្ញុំតើខ្ញុំឈឺអីខ្ញុំអីព្រោះខ្ញុំមិនមែនជាពេទ្យទេអូខេអញ្ចឹងពេទ្យគាត់តាមអាការៈខ្ញុំគាត់បូមឈាមគាត់មើលថាអូឥឡូវខ្ញុំកំពុងតែគ្រុនពវៀនហើយអញ្ចឹងគេវាយសេរ៉ូមវាយថ្នាំនិយាយទៅខ្ញុំស្ដាប់តាមការណែនាំរបស់គ្រូពេទ្យខ្ញុំជាទៅខ្ញុំអត់គ្រុនហើយខ្ញុំទៅទិញថ្នាំលេបខ្លួនឯងខ្ញុំឆែកមើលអ៊ីនធឺណិតថាគ្រុនល្ងាហ្នឹងបែបណាមើលតាមអ៊ីនធឺណិតអីហ្នឹងគឺកុំយកសុខភាពខ្លួនឯងទៅលេងសើចអ្នកនរគ្នាគឺអ្នកនេះដឹងស្រាប់ហើយជីវិតអត់ដូចរបស់អីផ្សេងដែលយើងដូចទូរស័ព្ទខូចយើងអាចឆែកអ៊ីនធឺណិតមើលទៅយើងជួសជុលទូរស័ព្ទទៅអីចឹងណាប៉ុន្តែខ្ញុំមិនដែរជួសជុលខ្លួនឯងទូរស័ព្ទអ្នកនរគ្នាខ្ញុំខូចខ្ញុំយកទៅឲ្យជាងមកខ្ញុំជឿលើអ្នកជំនាញអញ្ចឹងពួកយើងជំនាញរៀងខ្លួនបើមិនជាយើងចេះគ្រប់មុខទាំងអស់លេងមានពេទ្យលេងមានគ្រូវឹកខាងជំនាញទៅលើការសម្រគីឡូហើយដល់នេះតេតទៅមួយការប្រឹក្សាដល់នេះអាចប្រឹក្សាជាមួយខ្ញុំឥឡូវពីនេះទៅរហូតដល់មុនដើមខែ4ព្រោះដោយសារតែខែ4ថ្ងៃទី4ហ្នឹងគឺខ្ញុំ fly ទៅក្រៅព្រោះគេបើកឲ្យយើងទៅរៀនទៀតហើយអញ្ចឹងអ្នកនេះដឹងស្រាប់ហើយពីខ្ញុំទៅគឺខ្ញុំហោះរហូតឡើងចុះទៅសុខក្រៅរហូតដោយសារតែកន្លែងណាគេបើកឲ្យខ្ញុំរៀនគឺខ្ញុំទៅយកចំណេះហ្នឹងមកហើយមូលហេតុអីដែលខ្ញុំសម្រគីឡូសិស្សអត់មានទាស់កន្លែងណានោះនេះមិនថាអ្នកគាត់100 គីឡូជាង200 គីឡូជាងសម្រគីឡូដោយស្បែកមិនយាឲ្យតឹងហាត់ណែនល្អអ្នកអត់មានពេលវេលាអ្នករវល់ខ្លាំងសម្រគីឡូបានទាំងអស់មិនថាអ្នកនៅស្រុកខ្មែរឬក៏នៅក្រៅប្រទេសទេអ្នកនរគ្នាដូចខ្ញុំបានជម្រាបជូនអ្នកនរគ្នាពីវីដេអូមុនពីវីដេអូមុនអញ្ចឹងអ្នកនរគ្នាគឺខ្ញុំមានប្រព័ន្ធ95ប្រទេសអញ្ចឹងអ្នកដែលគាត់នៅក្នុង95ប្រទេសហ្នឹងគាត់អត់ចាំបាច់បារម្ភតាក់ទងមួយការសម្រគីឡូទេគឺគាត់ស្រួលមែនទេដូចសិស្សខ្ញុំនៅស្រុកក្រៅឥឡូវអញ្ចឹងគឺគាត់ឆ្ងល់មែនទេថាហេតុអីសម្រគីឡូអត់ធ្វើឲ្យគាត់អត់ពិបាកហើយគាត់អត់ដឹងខ្លួនថាគាត់ស្រកគីឡូសិស្សខ្ញុំនៅតាមបណ្ដាខេត្តដូចគ្នាដែរគាត់សម្ប្រាយថាសម្រគីឡូមើលទៅដូចអត់ពិបាកទេហើយគាត់អត់ដឹងខ្លួនគាត់សម្រគីឡូតែអ្វីសំខាន់គឺកៅអៅគាត់ស្លៀកពាក់គាត់លេងស្លៀកពាក់កើតទៀតហើយមានថាវាអាលងហើយមនុស្សជុំវិញគាត់នឹងឃើញគាត់ប្លែកព្រោះដោយសារហេតុអីបានគាត់អត់ដឹងថាខ្លួនគាត់សម្រគីឡូបើសារយើងគាត់អត់មានបង្អត់អាហារផងហ្នឹងហើយគាត់អត់មានចាំបាច់ទៅលេបថ្នាំសម្រគីឡូដែលធ្វើឲ្យប៉ះពាល់ដល់គ្រឿងក្នុងគាត់ដែលយើងយកជីវិតទៅបន្ថយហ្នឹងមិនយើងមិនចាំបន្ថយអញ្ចឹងទេអ្នកនេះជីវិតយើងថ្លៃហ៎អញ្ចឹងអ្នកនេះពីខ្ញុំទៅខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំបើកទទួលការប្រឹក្សារហូតដល់មុនខែ4ថ្ងៃ4អ្នកនេះព្រោះថ្ងៃ4ខ្ញុំ fly ទៅក្រៅយើងអាចនឹងខ្ញុំរវល់ខ្ញុំឆាតមានន័យថាខ្ញុំមិនអាចប្រឹក្សាទាន់ខ្ញុំនៅតែឆ្លៀតបានអញ្ចឹងឆ្លៀតបាននៅពេលខ្ញុំទៅនេតែពាក្យច្រើនខ្ញុំទៅអ្នកនេះដឹងស្រាប់វិញយើងទៅក្រៅយើងទៅរៀនយកចំណេះអញ្ចឹងយើងអត់សូវមានពេលទេហើយសង្ឃឹមថាសិស្សទាំងអស់គាត់នឹងយល់អញ្ចឹងអាចរស់រាន់សម្រាប់អ្នកដែលគាត់ចង់សម្រគីឡូមុនចូលឆ្នាំមកទទួលការប្រឹក្សាហើយអ្នកនេះសម្រាប់សិស្សនៅតាមបណ្ដាខេត្តអាចឆាតមក Telegram របស់ខ្ញុំនៅលើ page ហ្នឹងហើយសម្រាប់សិស្សនៅភ្នំពេញអាចមកជួបខ្ញុំផ្ទាល់អ្នកនេះ
ខំតែជួបគ្នាហើយខ្ញុំអាចជួយអ្នកនរគ្នាតាមអ្វីអ្នកនរគ្នាចង់បានឲ្យអ្នកនរគ្នាធ្វើតាមការណែនាំរបស់គ្រូវឹកទៅមួយទៀតអ្នកនរគ្នាចូលនឹងខ្មែរជួបគ្នានៅសៀមរាបកុំភ្លេចឃើញខ្ញុំហៅខ្ញុំផងអូខេបាយបាយអ្នកនរគ្នាជម្រាបលា